ជំរាបសួរបងប្អូនបាទនេះជាសកម្មភាពនៅពេលយប់ហើយហ្នឹងហើយមកខ្ញុំវាដេកនៅតាមក្រោមហ្នឹងទេបាទប្រហែលក្បាល5ក្បាលហ្នឹងហើយក៏មានខ្លះហ្នឹងបាទដេកលើមួយបាទនេះចិត្តដេកនៅលើហើយមានខ្លះទៀតក៏ដេកនៅក្រោមដោយសារវានៅស្ទើតូចហក់ឡើងអត់តន់ឡើងលើអត់តន់រួចណាអត់តន់ជាហក់ឡើងហើយទៅក៏ដេកនៅក្រោមហ្នឹងទៅមានពេលថ្ងៃទៅវារៀនឡើងត្រឹងដែរប៉ុន្តែយប់ឡើងវាដេកនៅតាមក្រោមដែរដេកនៅក្បែរទាហ្នឹងចិត្តធំជោគរបស់ខ្ញុំហ្នឹងហើយនេះបាទនេះខាងលើភេទមន់ធំហ្នឹងបងហើយសម្រាប់ខ្ញុំឥឡូវនេះមេមន់ខ្ញុំទាំងអស់មាន6ក្បាលហើយឈ្មោលនោះបាហ្នឹងគឺ3ក្បាលហើយបាទទុកឈ្មោលរៀងច្រើនតិចបាទដើម្បីយើងងាយស្រួលក្នុងការដោះដូរដូចជាដើម្បីបន្ថែមនៅមេសម្រាប់នេះចឹងណាយកកូនយកពងចឹងណាបងប្អូនចឹងយើងត្រូវមានឈ្មោលឲ្យច្រើនតិចដើម្បីងាយស្រួលមានស្គួយមានខ្មៅមានសតែសខ្ញុំដេកនៅកន្លែងទៀតវាដេកនៅក្នុងវងគេទេបាធំតែប៉ុណ្្នឹងឯងប៉ុន្តែអត់តាន់នេះទេអត់តាន់ឲ្យផលទេទៅមេកមុំបាទនេះជ្រូកខ្ញុំហើយហ្នឹងឆ្លៀតហ្នឹងក៏មកថតពីទស្សនវិជ្ជាទាហ្នឹងហើយបងប្អូនទារបស់ខ្ញុំហ្នឹងនៅក្រោយត្រង់ជ្រូកបាទទាំងអស់មានចំនួន20ក្បាលបងប្អូនថ្ងៃមុន25ប៉ុន្តែយើងលក់អស់5ក្បាលទៅនៅសល់20បាទវាទារបស់ខ្ញុំនៅហាលវាហ្នឹងបងប្អូនមិនភ្លៀងមិនអីមកទៅទឹកអស់ហើយព្រោះថ្ងៃមានតែដើមឈើមួយដើមទុកឲ្យជ្រោកហ្នឹងតែអត់មានរោងមានអីទេប៉ុន្តែវាល្អដែរបងប្អូនវាមានឈឺស្ងាត់អីទេទាណាមួយទៅវាធន់ណាជំងឺមកងាយទេភ្លៀងអីវាអាចធំធរបានវាអត់មានអីជាបញ្ហាហ្នឹងទេបាទហើយហ្នឹងបងប្អូនហ្នឹងហើយក៏ឆ្លៀតមកថត់នៅក្នុងទ្រុងហ្នឹងបាទនេះគ្រប់ទាំងគឺសតើសកម្មភាពពេលយប់ហើយនឹងមាន11ក្បាលដែរបាទបងប្អូនហើយមើលចំណីមានអីទេបងប្អូនហើយចង់កលាយជាមួយនឹងមេចំណីជុកសាច់ហើយនឹងនេះចំណីមន់សម្រាប់យើងហ្នឹងបាទលាយឲ្យវាស៊ីតែវាហើតែចំណីមន់ស៊ីហ្នឹងវាអត់ស្អីចេះស៊ីកដល់ខ្ញុំត្រឹមតែបរៀនវាបងប្អូនហើយហ្នឹងហើយឥឡូវមកបន្តមើលក្នុងទ្រុងនេះបន្តិចបាទទាំងអស់មាន9ក្បាលបងប្អូនផែនជាថ្ងៃអាទិត្យក្រោយបាទខ្ញុំដាក់ចោះហើយបាទដោយសារខ្ញុំត្រូវដាក់ចោះពីឥឡូវដែរដោយសារនៅមានមួយបងប្អូនណាវានៅតូចស្ទើរជាងគេបាទតែអញ្ចឹងទៅក៏ចាំអីមួយហ្នឹងធំតិចទៅបាទវានៅទូជាងគេបងប្អូននៅធំអត់តាន់គេទេបាទនោះអាចិត្តតូចទឹកហ្នឹងបាទហ្នឹងហើយបងប្អូនបាទហ្នឹងទូជាងគេតែអញ្ចឹងទៅខ្ញុំខ្ជិលបើដាក់ចោះអានេះវានៅត្អែអញ្ចឹងបាទអញ្ចឹងចាំឲ្យវាធំតិចនឹងដាក់ចោះទាំងអស់ល្មមខ្ជិលឲ្យនៅយូរញ៉ៃអីច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងអាមីបងប្អូនវាធំមួយហ្នឹងវាតូចធំអត់តាន់គេបងប្អូនអាផ្សេងនេះមកដាក់ហើយបងប្អូនប៉ុណ្ណេះយើងអាចដាក់ចោះបានហើយបាទពួកអីណាមួយទៅក៏ចង្អៀតដែរបងប្អូនក្នុងនោះមាន9គ្រាប់ប៉ុន្តែវាចង្អៀតវាពិបាកហើយពេលថ្ងៃពេលឲ្យវាឆ្លេឆ្លាចង់ចេញក្រៅចង់អីខ្លះដែរតែចាក់ទុកសិនទៅដោយសារនៅមានមួយរៀងស្ទើរហើយបងប្អូនវីដេអូក៏មានតែប៉ុណ្្នឹងបាទអរគុណច្រើនបងប្អូន